បាទអរគុណណាប្រិមិត្តពុកម៉ែបងប្អូនជាទីមេត្រីបាទយើងឆ្លងទៅកីឡាអន្តរជាតិបាទឃើញថាការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ UEFA Champions League រដូវកាល 2025-2026 ដែលគេចាត់ទុកថាជាលីកអាជីពលំដាប់កំពូលដែលមានទឹកប្រាក់ច្រើនរបស់ទ្វីបអឺរ៉ុបនោះបាទគឺចាប់ដំណើរការបាទគឺការប្រកួតលើកទី2ជាបន្តទៀតហើយយើងផ្ដើមចេញពីក្រុមជើងឯក15សម័យបាទគឺ Real Madrid បានធ្វើដំណើរបាទគឺដល់ផ្លូវដ៏វែងឆ្ងាយដែលមានចម្ងាយផ្លូវ6441បាទគីឡូម៉ែត្របាទពីទីក្រុងអាម៉ាទីឆ្ពោះទៅកាន់ទីក្រុងម៉ាឌ្រីតរបស់ប្រទេសបាទគឺយើងចេញពីទីក្រុងម៉ាឌ្រីតឆ្ពោះទៅកាន់ទីក្រុងអាម៉ាទីរបស់ប្រទេសកាហ្សាស្ថានក្រុមរៀលម៉ាឌ្រីតបាទគឺដឹកនាំដោយលោក Xabi Alonso ដែលជាគ្រូបង្វឹកបានជំរុញឲ្យកីឡាករទាំងអស់បាទគឺត្រូវប្រឹងប្រែងឲ្យបានល្អដើម្បីចូលរួមប្រកួតជាមួយនឹងក្រុមបាទគឺការ៉ាត់អាម៉ាទីរបស់ប្រទេសកាហ្សាស្ថានដែលជាក្រុមថ្មីការនិយាយបែបនេះបន្ទាប់ពីក្រុមលោក Xabi Alonso បាទគឺលោកទើបតែប្រកួតចាញ់ក្រុម Atletico Madrid នៅក្នុងលទ្ធផល5-2បាទគឺកន្លងមកហើយជាលទ្ធផលមួយដ៏អាក្រក់ដែលរបូតគ្រាប់បាល់រយៈពេលបាទគឺរបូតគ្រាប់បាល់ហ្នឹងគឺ5គ្រាប់រយៈពេល75ឆ្នាំហើយបាទគឺជាមួយនឹងក្រុមបាទគឺ Atletico Madrid ដូច្នេះបាទគឺក្រុម Real Madrid បាទគឺត្រូវការចាំបាច់បន្ទាប់ពីយកឈ្នះអូឡ িম্প ិកម៉ាក់សីការប្រកួតណាត់ទី1នោះគឺ2-1កាលពី2សប្តាហ៍មុនបាទដូច្នេះបាទគឺក្រុម Real Madrid បាទត្រូវប្រឹងឲ្យអស់ពីសមត្ថភាពដើម្បីទទួលបាន3ពិន្ទុដ៏មានសារៈសំខាន់បន្ថែមទៀតផងដែរដល់ឡែកក្រុមជើងឯក6សម័យ AC Bayern Munich បាទគឺរបស់ប្រទេសអាល្លឺម៉ង់បាទក៏ត្រូវធ្វើការប្រកួតជាមួយនឹងក្រុមតូចហើយក្រុមថ្មីដែរបាទគឺក្រុម Pafos របស់ប្រទេសបាទគឺ Cyprus ឬក៏ហៅថាកោះស៊ីបបាទស៊ីបបាទស៊ីបមានស៊ីបទូគីនិងស៊ីបការិចបាយ័នម៉ានិកការប្រកួតណាត់ទី1លោកបានយកឈ្នះទៅលើ Chelsea បាទគឺ3-1ទទួលបាន3ពិន្ទុហើយក្នុងនោះដែរបាទឃើញថាសម្រាប់បាយ័នម៉ានិកបាទលោកមិនប្រមាថឬក៏មិនបាទគឺធ្វេសប្រហែសទេបាទទោះបីជាក្រុមបាទគឺ Pafos បាទរបស់ប្រទេសបាទគឺស៊ីបមួយនេះបាទគឺជាក្រុមថ្មីយ៉ាងណាក៏ដោយបាទគឺត្រូវប្រឹងប្រែងជាបន្តទៀតនេះជាលើកទី1ហើយដែលបាយ័នម៉ានិកត្រូវជួបជាមួយនឹងក្រុមបាទគឺ Pafos មកពីកោះស៊ីបបាទនៅក្នុងការប្រកួតនេះបាយ័នម៉ានិកបាទគឺជាក្រុមមួយដែលទទួលបានជោគជ័យច្រើនបាទរហូតដល់ទៅ6ដងនៅក្នុងក្របខ័ណ្ឌ Champion បាទលីកនេះបាទគឺតែម្ដងហើយ Pafos នេះជាក្រុមថ្មីចូលរួមប្រកួតតាមរយៈវគ្គជម្រុះបាទកន្លងមកហើយជាក្រុមជើងឯកកម្ពុជារបស់ប្រទេសស៊ីបបាទគឺក្រុមទាំងពីរបាទគឺមានការលេងខុសគ្នាទាំងស្រុងតែម្ដងបាទគឺប្រព័ន្ធនៃការលេងបាទគឺខុសគ្នាបាទទាំងស្រុងតែម្ដងនៅក្នុងនោះផងដែរបាទគេបានបញ្ជាក់ថាសម្រាប់បាយ័នម៉ានិកអវត្តមានដូចជា Jamel Musiala បាទគឺមានរបួសធ្ងន់មិនអាចចូលរួមបានទេបាទគឺ Alphonso Davies បាទរួមជាមួយនឹង Jonas Orbic បាទក៏មិនអាចចូលរួមប្រកួតបាទគឺបានដែរនៅក្នុងការប្រកួតយប់នេះបាទគឺ Pafos បាទគឺប្រព័ន្ធលេងរបស់គាត់គឺ4-2-3-1បាទគឺដែលមានកីឡាករសំខាន់ជាច្រើនដូច Miloslav Orsic បាទ Londri Dimita បាទ Tracomir Pepe Chora ជាដើមចំណែកបាយ័នម៉ានិកបាទគឺប្រព័ន្ធបាទរបស់គាត់គឺ line up របស់គាត់មាន4-2-3-1ដែលមានដូចជា Emmanuel Neuer Lemmer Dayat Jonathan Rafael បាទ Joshua Kimmich បាទ Leon Goretzka បាទគឺ Sergei Gnabry បាទគឺ Michael Olise Luis Diaz និងបាទគឺ Harry Kane ក្រោមការដឹកនាំរបស់លោក Vicente បាទគឺសង្ឃឹមថានឹងទទួលបាន3ពិន្ទុនៅយប់នេះតែម្ដងដល់ឡែកក្រុម Galatasaray របស់ប្រទេសទូគីបាទក្រោមការដឹកនាំរបស់អតីតកីឡាករល្បីឈ្មោះរបស់ទូគីបាទគឺអូកាន់ប៊ូរ៉ាក់នោះបាទត្រូវធ្វើការវឹកហាត់បាទត្រៀមជួបជាមួយនឹងហង្សក្រហម Liverpool បាទតែម្ដងដោយលោកបានប្រាប់អ្នកសារព័ត៌មានថាការជួបជាមួយនឹង Liverpool គឺជាការប្រកួតដ៏លំបាកមួយនៅក្នុងបាទគឺការប្រកួតលើកទី2របស់គាត់ផងដែរបន្ទាប់ពីក្រុមរបស់គាត់ប្រកួតចាញ់ Frankfurt 5-1កាលពីប្រកួតលើកទី1ហើយលោកបូរ៉ាក់បានបញ្ជាក់ថាខ្សែប្រយុទ្ធនីសេរីយ៉ា Victor Osimhen អាចត្រឡប់មកជួយក្រុមពេលជួបជាមួយនឹង Liverpool នៅយប់នេះផងដែរដល់ឡែក Liverpool បាទគឺបន្ទាប់ពីចាញ់នៅក្នុងក្របខ័ណ្ឌ Premier League ឥឡូវនេះមកប្រកួតនៅក្នុងក្របខ័ណ្ឌតំបន់អឺរ៉ុបហើយត្រូវជួបជាមួយនឹង Galatasaray
ក្រោមការដឹកនាំរបស់លោកអានីស្លូតលោកបានបញ្ជាក់ថាក្រុមរបស់ទូគីនេះក៏ជាក្រុមមួយលំបាកបាទគឺផងដែរបាទគឺគណៈពេលកីឡាករ Federico Chiesa ដែលសុទ្ធបានមួយគ្រាប់ពេល Liverpool ចាញ់ Crystal Palace នោះมันអាចបាទគឺចូលរួមប្រកួតបានទេបាទគឺនៅក្នុងការប្រកួតយប់នេះតែម្ដងបាទដូច្នេះ Liverpool ក៏ត្រូវការ3ពិន្ទុដែរព្រោះថាគាត់ទើបតែយកឈ្នះបាទគឺក្រុម Napoli ដូចជា3-2បាទគឺកន្លងមកដល់ឡែកបាទគឺ Benfica បាទក្រោមការដឹកនាំរបស់លោក Jose Mourinho បាទគឺត្រូវដឹកនាំមកជួបក្រុមចាស់របស់គាត់គឺ Chelsea បាទនេះ Benfica បានឲ្យលោក Jose Mourinho មកដឹកនាំក្រុមហើយបន្ទាប់ពីលោកបាទធ្លាប់ដឹកនាំកាលពី25ឆ្នាំមុននោះហើយលោក Jose Mourinho គាត់ធ្លាប់ដឹកនាំក្រុម Chelsea ពីចន្លោះឆ្នាំ2004ដល់2007ហើយ2013ដល់2015បាទគឺធ្លាប់ឈ្នះជើងឯក Premier League 3 ដងអីចឹងទៅឥឡូវនេះលោកត្រូវបានក្លឹប Benfica តែងតាំងពីថ្ងៃទី18ខែកញ្ញាបាទត្រូវធ្វើការមកដឹកនាំហើយ Benfica ទើបតែចាញ់ក្រុមបាទគឺ Qarabağ បាទគឺ SK របស់ប្រទេសអាហ្សាបាសង់បាទគឺ3-2ហើយតំណែងរបស់លោកបាទគឺ Bruno Lage ត្រូវបញ្ចប់ចឹងទៅបាទអញ្ចឹងត្រូវជួបជាមួយនឹង Chelsea ដល់ឡែក Chelsea បាទត្រូវស្វាគមន៍បាទគឺគ្រូចាស់របស់គាត់បាទគឺនៅក្នុងការប្រកួតនៅយប់នេះតែម្ដងពិតជាល្អមើលដែលមានលោកគ្រូបាទគឺសញ្ជាតិបាទអ៊ីតាលីបាទគឺលោក Enzo Maresca បាទគឺដឹកនាំ Chelsea ក៏ធ្វើអត់បានល្អនៅ Premier League ឆ្នាំនេះក្នុងនាមជើងឯក Conference League បាទគឺហើយនឹងបាទគឺ FIFA Club World Cup បាទគឺនៅក្នុង Premier League អត់ល្អដែរបាទគឺសប្តាហ៍នេះក្រុមល្បីៗចាញ់ទាំងអស់ដូចជា Man U Liverpool បាទ Chelsea ជាដើមរួមជាមួយនឹងក្រុម Real Madrid ផងដែរបាទ Chelsea ជួបវិបត្តិកីឡាកររបួសសំខាន់ដូចជា Joe Cole ក៏មិនអាចស្វីដល់ Cole Palmer ក៏មិនអាចចូលរួមបានដែរបន្ទាប់ពីធ្វើការប្រកួតហើយនៅក្នុងការប្រកួតកន្លងមកនេះបាទឃើញថា Chelsea ដូចជាមិនសូវបានល្អប៉ុន្មានដែរទេបាទយើងមើលនៅក្នុងកម្មវិធី Premier League លទ្ធផល Monday Night យប់មិញបាទគឺ West Ham ដែលបដូរគ្រូនោះគឺបាន1ពិន្ទុបាទគឺលោក Santos បាទគឺជួយឲ្យក្រុមបាទគឺ West Ham United ប្រកួតស្មើជាមួយនឹង Everton បាទគឺ1-1 Michael Keane សុទ្ធមួយគ្រាប់ឲ្យ Everton នៅនាទី18ប៉ុន្តែបាទគឺBowen បាទគឺតាមស្មើវិញបាទគឺនៅនាទី65អញ្ចឹងចែកគ្នា1ពិន្ទុម្នាក់បាទនៅក្នុងការប្រកួតនេះផងដែរ Everton ប្រកួតបើកគ្រាប់ដំបូងបាទគឺ Michael Keane បាទគឺ Michael Keane បាទគឺសុទ្ធបានមួយគ្រាប់ដល់ឡែកបាទ Jarrod Bowen សុទ្ធគ្រាប់ទី3នៅក្នុងរដូវកាលនេះឲ្យក្រុម West Ham United លោក Nuno Espirito Santo បាទគឺដឹកនាំលើកដំបូងហើយបាន1ពិន្ទុក៏ជាការល្អដែរបាទគឺសម្រាប់បាទសម្រាប់លោកគ្រូសញ្ជាតិបាទគឺប៉ុកតូហ្គាល់រូបនេះយើងទៅមើលកីឡាករល្បីបាទគឺ5រូបដែលសុទ្ធបញ្ចូលទីបានច្រើនជាង700គ្រាប់ហើយអ្នកខ្លះក៏នៅលេងអ្នកខ្លះទៀតក៏ត្រូវបាទគឺបានបញ្ចប់អាជីពផងដែរយើងផ្ដើមចេញពី Ronaldo កំពុងតែលេងឲ្យក្រុមនៅអារ៉ាប់នោះគឺគេសុទ្ធបាន900បាទគឺ46គ្រាប់ហើយគោលដៅរបស់គាត់នោះគឺគាត់ចង់បាន1000គ្រាប់បាទគឺគាត់អាយុ40ឆ្នាំហើយអញ្ចឹងយើងតាមដានទាំងអស់គ្នាណាគាត់បាន900បាទគឺ46គ្រាប់ហើយអ្នកទី2បាទគឺនៅលេងដែរបាទគឺ Messi គាត់ចង់បានត្រឹម900គ្រាប់ឥឡូវនេះគាត់បាន884គ្រាប់ហើយបាទគឺកីឡាករអាសង់ទីនវ័យ37ឆ្នាំនេះហើយគាត់បោះឲ្យគេសុទ្ធ392គ្រាប់អញ្ចឹងគាត់សុទ្ធបានច្រើនហើយសង្ឃឹមថាគាត់នឹងបង្ហាញខ្លួននៅ World Cup ឆ្នាំ2026នៅបាទគឺអាមេរិកមិចស៊ីកូនិងកាណាដាយើងមើលមួយទៀតបាទគាត់បានចូលនិវត្តន៍ទៅហើយសុទ្ធបានច្រើនជាង700គ្រាប់នោះគឺលោក Romario បាទគឺតារា World Cup ឆ្នាំ94របស់អាមេរិកបាទគាត់សុទ្ធបានបាទគឺ700បាទគឺ85គ្រាប់បាទសម្រាប់លោក Romario គាត់លេង1003ប្រកួតបាទគឺ1003ប្រកួតបាទក្នុងអាជីពរបស់គាត់សុទ្ធបាន785គ្រាប់មួយទៀតបាទគឺលោកប៉េឡេគាត់ទទួលមរណភាពទៅហើយប៉ុន្តែនៅតែមានបាទកំណត់ត្រានៅក្នុងបាទគឺបាល់ទាត់ដដែលលោកបាទគឺសុទ្ធបាន778គ្រាប់នេះផ្លូវការរបស់ FIFA ប៉ុន្តែមិនផ្លូវការវិញនោះគឺ1200គ្រាប់ទាំងប្រកួតមិត្តភាពអីចឹងទៅ
ចឹងគេកំណត់នៅក្នុងបាទគឺ FIFA បាទគឺ778គ្រាប់បាទគឺតារា World Cup 3ចំនួនដូចជាឆ្នាំ58 62និង70ហើយអ្នកចុងក្រោយគេគឺគាត់នៅលេងនៅឡើយទេជាមួយនឹងក្រុម FC Barcelona ដែលសុទ្ធបានច្រើនជាង700គ្រាប់នោះគឺ Robert Lewandowski បាទគាត់សុទ្ធបាន733គ្រាប់ឥឡូវគាត់លេងឲ្យក្រុម Barcelona 154ប្រកួតគាត់សុទ្ធបាន105គ្រាប់ហើយនៅលេងដល់ឡើយទេហើយគាត់ដាក់ទិសដៅថាឲ្យបាន800គ្រាប់អញ្ចឹងយើងសូមតាមដានទាំងអស់គ្នាព្រោះថា Robert Lewandowski នេះនៅតែល្អនៅតែពូកែបាទគឺសម្រាប់ក្រុម FC Barcelona ដដែលអរគុណរឿងរ៉ាវកីឡាព្រឹកនេះបានឈានមកដល់ទីបញ្ចប់បាទយើងត្រូវហាត់ប្រាណទាំងអស់គ្នាដើម្បីសុខភាពរាងកាយមាំមួនបាទបងប្អូនជៀសវាងឲ្យឆ្ងាយការសេពគ្រឿងញៀនវាបំផ្លាញអនាគតនិងជីវិតរបស់លោកអ្នក